ក្រោយគ្រូរងស្ងួរដោយធំសัตว์កណ្ដុរវាទាំងអស់ស្រែកយំដោយសារខ្វះអាហារមានតែកណ្ដុរចាស់មួយក្បាលប៉ុណ្ណោះដែលបានសន្សំគ្រាប់ធានជាតិទុកពេញឃ្លាំងដោយអាណិតដល់សត្វកណ្ដុរផ្សេងៗវាបានយកគ្រាប់ធានជាតិមួយក្តាប់ចែកឲ្យអ្នកដែលកំពុងអត់ឃ្លានជារៀងរាល់ថ្ងៃដំបូងឡើយសត្វកណ្ដុរទាំងនោះឈរជាជួរដោយមានអារម្មណ៍ដឹងគុណហើយទទួលយកអាហារដោយទឹកភ្នែករលីងរលោងប៉ុន្តែគ្រូរងស្ងួតកាន់តែអូសបន្លាយយូរទៅភាពដឹងគុណរបស់ពួកវាចាប់ផ្ដើមរលាយបាត់ខ្លះត្អូញត្អែថាគ្រាប់ធានជាតិរឹងពេកពិបាកទំពាខ្លះទៀតរអ៊ូថាបានត្រឹមតែមួយក្តាប់តូចក្នុងមួយថ្ងៃវាតិចខ្លាំងណាស់នឹងមានអ្នកខ្លះបន្ទាប់ពីបានទទួលរួចហើយក៏លួចយកបន្ថែមទៀតរហូតដល់ថ្ងៃមួយកណ្ដុរចាស់បានលាតដៃទាំងពីររបស់វាចេញមកនៅក្នុងបាតដៃមានតែគ្រាប់ធានជាតិស្ងួតស្វិតប៉ុន្មានគ្រាប់ចុងក្រោយប៉ុណ្ណោះរួចហើយកណ្ដុរចាស់ក៏បាននិយាយទាំងទឹកមុខលំបាកថាខ្ញុំក៏អស់ហើយដែរប៉ុន្តែពេលនោះគ្មានសត្វកណ្ដុរណាមួយជឿវាឡើយពួកវាភ្នែកក្រហមដោយកំហឹងហើយស្ទុះទៅបុកកណ្ដុរចាស់ឲ្យដួលពួកវាបង្ខំឲ្យវាប្រាប់កន្លែងណាដែលអាចរកគ្រាប់ធានជាតិបានទៀតកណ្ដុរចាស់ដេកដួលនៅលើដីដង្ហើមចុងក្រោយហើយវាមិនយល់ទេថាហេតុអ្វីបានជាវាលះបង់គ្រប់យ៉ាងដើម្បីជួយអ្នកដទៃប៉ុន្តែចុងក្រោយមិនត្រឹមតែមិនទទួលបានការដឹងគុណប៉ុណ្ណោះទេថែមទាំងទទួលបានការស្អប់ខ្ពើមទៅវិញព្រោះមនុស្សខ្លះមិនអាចទទួលយកចិត្តល្អរបស់អ្នកបានឡើយមនុស្សដែលមានគុណធម៌ល្អបើអ្នកឲ្យគាត់5ភាគគាត់អាចតបស្នងមកវិញដល់10ភាគតែសម្រាប់មនុស្សអាត្មានិយមវិញពួកគេចាត់ទុកអ្វីទាំងអស់ជាផលប្រយោជន៍ដែលខ្លួនគួរតែទទួលបានអ្នកកាន់តែផ្ដល់ដោយគ្មានព្រំដែនពួកគេកាន់តែមានចិត្តលោភលន់និងទាមទារកាន់តែច្រើនពួកគេចាត់ទុកការលះបង់របស់អ្នកថាជាសិទ្ធិដែលពួកគេគួរតែទទួលបានដូច្នេះការជួយអ្នកដទៃដោយប្រាជ្ញាមិនមែនជាការលះបង់ដោយងឹតងល់នោះទេត្រូវចាត់ទុកការផ្ដល់ជាការសាកល្បងចិត្តមនុស្សអ្នកឲ្យច្រើនឬឲ្យតិចមិនសំខាន់ទេអ្វីដែលសំខាន់គឺប្រតិកម្មរបស់ពួកគេបន្ទាប់ពីទទួលបានចូលចងចាំថាអ្នកដែលចេះតបស្នងគុណគឺសមនឹងដើរជាមួយគ្នាបន្តទៀតតែអ្នកដែលចេះតែទាមទារកាន់តែច្រើនមិនចេះគ្រប់គ្រាន់ទេគួរតែដកខ្លួនចេញពីពួកគេឲ្យបានឆាប់